សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំសូមធ្វើការនិយាយតាក់ទងជាមួយនឹង channel របស់ខ្ញុំមួយហ្នឹងហើយដែលត្រូវបាន YouTube លុបអូខេ channel របស់ខ្ញុំហ្នឹងគឺមានឈ្មោះថា Pandy Review បងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាក៏ធ្លាប់ស្គាល់ខ្ញុំពីមុនដែរខ្ញុំជាអ្នកដែល review តាក់ទងជាមួយនឹង game ដែលយើងអាចធ្វើការរកលុយបានដោយ free ពីទូរស័ព្ទដៃរបស់យើងឬក៏ពីកម្មវិធីអីចឹងទៅខ្ញុំតែងតែធ្វើការ review ទៅកាន់បងប្អូនទាំងអស់គ្នាណាហ្នឹងហើយប៉ុន្តែដោយសារមួយរយៈក្រោយនេះខ្ញុំមិនដឹងថាខ្ញុំធ្វើខុសគោលការណ៍ទេនៅពេលដែលខ្ញុំធ្វើការ review ទៅ view ក៏អត់សូវរីកអត់សូវឡើងដែរប៉ុន្តែនៅថ្ងៃមួយដែលខ្ញុំបានធ្វើវីដេអូហើយហ្នឹងហើយខ្ញុំធ្វើរហូតដល់17វីដេអូបងប្អូនខ្ញុំទុកបំរុងដើម្បីធ្វើការផុសចែកម្លែកនិយាយទៅការរលុយហ្នឹងទៅបងប្អូនអស់គ្នាហើយនិយាយរួមទៅថ្ងៃហ្នឹងគឺខ្ញុំព្យាយាមអង្គុយធ្វើតាមដែលតាំងពីព្រឹករហូតដល់ថ្ងៃត្រង់បងប្អូនតាំងពីម៉ោង6ភ្លឺរហូតដល់ម៉ោងប្រហែលជាខ្ទង់ម៉ោង11ថ្ងៃត្រង់បងប្អូន17វីដេអូខ្ញុំធ្វើ thumbnail ទុកឲ្យអស់ហើយរឿងដែលសោកសៅបំផុតរបស់ YouTube មកធ្វើដាក់ខ្ញុំបងប្អូនហ្នឹងហើយគឺខ្ញុំមិនដឹងថាមកពីមូលហេតុអីទេបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំនឹងនិយាយរៀបរាប់ពីចំណុចមួយចំនួនទៅកាន់បងប្អូនទាំងអស់គ្នាហើយការនិយាយរបស់ខ្ញុំគឺខ្ញុំ say script ដើម្បីធ្វើការនិយាយបងប្អូនហ្នឹងហើយដោយសារនិយាយបើយើងនិយាយប្រើហ្មងវាអត់បានល្អទាំងអស់ហើយបងប្អូនហើយថ្ងៃនេះរៀងឆ្លៀតផងដែរនៅម៉ោងប្រហែលជាចូល7:06យប់ហើយប៉ុន្តែខ្ញុំឆ្លៀតនិយាយប្រាប់បងប្អូនទាំងគ្នាតែម្ដងអញ្ចឹងខ្ញុំឆ្ងល់ថាហេតុអ្វីបានជា YouTube មកធ្វើការលុប channel Pandy Review របស់ខ្ញុំដោយសារអីខ្ញុំគ្រាន់តែធ្វើការណែនាំតាក់ទងជាមួយនឹងការរលុយទៅលើកម្មវិធីអញ្ចឹងណាខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងដើម្បីចែកម្លែកកាន់បងប្អូនទាំងគ្នាបងប្អូនគ្នាប្រកាសជាចង់ដឹងហើយថាតើ YouTube មានច្បាប់អ្វីខ្លះសម្រាប់ creator រកលុយតាមអនឡាញត្រូវប្រុងប្រយ័ត្នតោះឥឡូវបងប្អូនទាំងគ្នាមកដឹងទាំងអស់គ្នានៅក្នុងវីដេអូមួយនេះអូខេអញ្ចឹងដោយខ្ញុំនឹងធ្វើការលើកយកនិយាយអញ្ចឹងរឿងរ៉ាវមួយនេះគឺពិសេសណាស់បងប្អូនទាំងគ្នា YouTube គឺមានប្រព័ន្ធការពារសុវត្ថិភាពអ្នកមើលដូច viewer អីហ្នឹងអញ្ចឹងគឺគេមានច្បាប់គេតឹងរឹងណាស់បងប្អូនទាំងគ្នាសូម្បីតែការ comment ផ្លេសផ្លាស់អីហ្នឹងក៏គេ remove គេបាត់គេឲ្យ comment នឹងអាច comment ចូលមកក្រុមវីដេអូអ្នកដែលធ្វើបានទេអញ្ចឹងការលុប channel ប្រភេទ review app ឬក៏ game នេះពីច្រើនបណ្ដាលមកពីមូលហេតុ4ចំណុចហ្នឹងដែលខ្ញុំលើកយកមកនិយាយថ្ងៃហ្នឹងបងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាចាំស្ដាប់ជាមួយខ្ញុំអញ្ចឹងទី1គឺការរំលោភទៅលើកូកាឬក៏ spam គេនិយាយថា scammer អូខេអញ្ចឹងទី1គឺនិយាយតាក់ទងនិយាយទៅចំណុចទី1នេះគឺគេនិយាយតាក់ទងជាមួយនឹងការរំលោភទៅលើកូកា spam ឬក៏ scammer ដែលលុយយើងបង្ហាញពី app ដែលណែនាំឬក៏លេងល្បែងអញ្ចឹងទៅអញ្ចឹងខ្ញុំបានធ្វើចំណុចទាំងអស់ហ្នឹងខ្លះដែរបងប្អូនប៉ុន្តែដោយសារអីយើងអត់បានមើលពីកូការបស់គេបងប្អូនដល់ពេលមកយើងមកសិក្សាពីកូការបស់គេបានជឿដឹងអញ្ចឹងការប្រម៉ូទ app ឬក៏ល្បែងស៊ីសងគេដាក់ថា game online បងប្អូនទាំងគ្នាដូចជានិយាយទៅយើង game លេងចាក់បាល់ស្អីអញ្ចឹងបងប្អូនហ្នឹងហើយគេដាក់ថា grab link ហ្នឹងហើយ grab link ជា game ហ្នឹងប្រភេទហ្នឹងណាហ្នឹងហើយប្រភេទដែលដូចជា website គេលេង game ជាច្រើនបងប្អូនទាំងអស់គ្នាធ្លាប់ដាក់លុយដាក់អីលេងហ្នឹងហើយអាហ្នឹងក៏ YouTube គេឲ្យផុសដែរអញ្ចឹងបើសិនយើងផុសគឺនឹងប៉ះពាល់ហើយបងប្អូនយើងអាចនិយាយទៅផុសទៅគឺគេនឹងលុប channel របស់យើងឬក៏គេអត់ឲ្យវីដេអូនឹងផុសទេអញ្ចឹង YouTube គឺប៉ះពាល់ខ្លាំងបំផុតទៅលើការផ្សព្វផ្សាយពី website ឬក៏ app ល្បែងស៊ីសងដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវបងប្អូនទាំងគ្នា YouTube ឡើយអត់ដូចពីមុនទេបងប្អូនគឺចាប់ច្រើនហ្នឹងហើយនេះគឺជាមូលហេតុដែលធ្វើ channel របស់ខ្ញុំលុបបងប្អូនអញ្ចឹងណាអូខេហើយទី1ទៀតគឺតាក់ទងជាមួយ link ផងដែរតែបើសិនជាយើងដាក់ link ទៅក្រុមវីដេអូហ្នឹងមកថា link អីទៅឲ្យតាក់ទងជាមួយនឹងការណែនាំដើម្បីបានលុយបានផលប្រយោជន៍របស់យើងហ្នឹងក៏គេចាប់ដែរស្អីគឺយើងឥឡូវធ្វើអត់កើតទៀតទេបងប្អូនហើយខ្ញុំក៏ឈប់ធ្វើជាមួយនឹងការរលុយតាម app ហ្នឹងទៀតដោយសារធ្វើអត់កើតអញ្ចឹងយើងអត់អាចបន្តធ្វើទៀតទេយើងត្រូវធ្វើអ្វីដែរថ្មីអ្វីដែលយើងអាចធ្វើបានយើងព្យាយាមធ្វើដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងគ្នាហើយខ្ញុំនិយាយពិតចាក់ស្ដែងដើម្បីបងប្អូនទាំងគ្នាហ្នឹងហើយដោយសារអីខ្ញុំធ្វើនោះគឺខ្ញុំចង់បាន view ចាប់បានគ្រប់កូកាដែរហ្នឹងហើយអញ្ចឹងខ្ញុំក៏ព្យាយាមណែនាំមកពីកម្មវិធីដែលយើងរលុយលក្ខណៈថាគេបង្ហាញការរលុយដែរប៉ុន្តែយើងដកបានទេហ្នឹងហើយ
អាហ្នឹងខ្ញុំគ្រាន់ធ្វើការ review ហើយខ្ញុំអត់ដែលឲ្យបងប្អូនតោះគ្នាលេងទេប៉ុន្តែខ្ញុំអត់ដឹងថាបងប្អូនតោះគ្នាបាន app ហ្នឹងមកពីណាទេខ្ញុំគ្រាន់ review ឲ្យបងប្អូនតោះគ្នាទៅ down លេងមកហើយខ្ញុំប្រាប់នៅចុងវីដេអូហូតហ្នឹងហើយថា app របស់ហ្នឹងវាអត់អាចរកលុយបានទេខ្ញុំគ្រាន់តែធ្វើដើម្បីយក viewer ដើម្បីយកមករបស់ខ្ញុំទេយ៉ាអូខេដើម្បីឲ្យគ្នាយើងមើលហើយខ្ញុំប្រាប់អ្នកគ្នា app ហ្នឹងមិនអាចរកលុយបានទេយ៉ាអូខេហើយតាក់ទងជាមួយចំណុចទី4វិញគឺតាក់ទងជាមួយនឹងប្រព័ន្ធ AI scan យ៉ាចឹងការរាយការណ៍របស់ក្រុមហ៊ុន YouTube គឺគេមាន AI របស់គេសម្រាប់ធ្វើការ scan ណាបងប្អូនចឹងគេ scan ហ្នឹងហើយគេ scan មើលថាតើវីដេអូត្រូវជាមួយនឹងច្បាប់របស់គេអត់យ៉ាអូខេខ្ញុំនិយាយដោយសារខ្ញុំនិយាយជាភាសាមួយដែលលក្ខណៈថាអត់ចំតួសយបងប្អូនទាំងគ្នាហ្នឹងហើយជាស្រ័យផងហ្នឹងហើយបើសិនជាការ scan របស់គេហ្នឹងទៅលើវីដេអូមួយហ្នឹងថាវាមិនត្រឹមត្រូវអញ្ចឹងគេនឹងចាប់ដើម report បើសិនជាគេ report ទៅហើយអញ្ចឹងនឹងមានមនុស្សគេដើម្បីចូលមកមើលឲ្យគេត្រួតមើលទៅលើហ្នឹងនៅពេលដែលគេត្រួតទៅមើលលើហ្នឹងហើយគេមើលថាតើវីដេអូហ្នឹងវាខុសគោលការណ៍អត់បើសិនជាខុសគេចាប់ដើមលុបយកតែម្ដងហើយចំពោះករណី channel Funny Review របស់ខ្ញុំហ្នឹងដែលត្រូវបាន YouTube លុបណាបើទោះបីជា channel នោះវាមានចេតនានិយាយពីការចែករំលែកឬក៏ review ក៏ដោយដោយសារតែប្រភព app ដែលយកមក review នោះគឺរកលុយភាគច្រើននៅក្នុងទីផ្សារបច្ចុប្បន្នมันមានក្រុមហ៊ុនច្បាស់លាស់ឬក៏ app ដែលបិទទៅវិញនៅក្នុងរយៈពេលខ្លី app ទាំងអស់នោះវាមិនមែនជា app ដែលឥឡូវខ្ញុំសូមបើកវងកញ្ចក់និយាយតិចទៅ app ដែលខ្ញុំបង្ហាញទាំងអស់នោះវាមិនមែនជា app ដែលយើងប្រើប្រាស់បានជួយបងប្អូនយើងប្រើប្រាស់បានរយៈពេលខ្លីដើម្បីធ្វើការរកលុយអញ្ចឹងទៅរយៈពេល2ឆ្នាំឬក៏1ឆ្នាំអីហ្នឹង app ទាំងអស់ហ្នឹងគឺគេត្រូវបានបាត់ហើយបងប្អូនគេនឹងចាប់ដើមទៅ build គេទៅកាត់ app ថ្មីទៀតហើយយ៉ាអូខេអញ្ចឹងខ្ញុំក៏មិនដឹងពីកលការគេច្បាស់អីប្រហែលទេទៅតែមកសិក្សាពីក្រោយនេះបាត់ដឹងបងប្អូនហ្នឹងហើយបងប្អូនទាំងគ្នាអញ្ចឹងតាក់ទងជាមួយនឹង channel របស់ខ្ញុំហ្នឹងវានិយាយរួមទៅវាប៉ះពាល់ខ្លាំងនៅឲ្យតាក់ទងជាមួយនឹងការដាក់ link នៅពេលដែលខ្ញុំចាប់ដើមធ្វើវីដេអូហើយខ្ញុំដាក់ link ទៅគឺ YouTube គេចាប់ scan ដោយសារគេមានប្រព័ន្ធ AI លើប្រព័ន្ធ AI គេខ្ពស់គេចាប់តាក់ទងជាមួយនឹង link នឹងតែម្ដងគេថា scam ឬក៏មិន scam អញ្ចឹងបងប្អូនហើយគេ spam ជាមួយនឹង link យ៉ាអូខេនៅពេលដែលយើងធ្វើវីដេអូហើយយើងដាក់ link ទៅលើ app ណាមួយបងប្អូនទាំងគ្នាចាំមើលវីដេអូមួយហ្នឹងគឺមិនដែលនឹង reach ទៅដល់ 10k ឬក៏ 20k វាកម្របងប្អូននៅអស់វាយអស់ត្រឹម 1k អីហ្នឹងអូខេច្រើនណាស់បងប្អូននិយាយទៅ YouTube អត់រុញវីដេអូណាដែលដាក់ link ទេហ្នឹងហើយវាអត់រុញតែម្ដងជាអូខេចំណុចនេះខ្ញុំលើកយកមកនិយាយដើម្បីប្រាប់បងប្អូនទាំងគ្នាណាហើយខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងតាក់ទងជាមួយនឹងការបកស្រាយរបស់ខ្ញុំតាក់ទងជាមួយនឹង channel របស់ខ្ញុំយេអូខេបើសិនជាខ្ញុំមានចំណេះដឹងអីថ្មីទៀតចាំចែកម្លែកអ្នកគ្នានៅក្នុង channel Funny Review ថ្មីមួយនេះអូខេអញ្ចឹងសង្ឃឹមថាបងប្អូនចាស់ៗនឹងជួយចុច subscribe អ្នកមួយផងអូខេអញ្ចឹង channel មួយមុនគឺត្រូវបាន YouTube បាត់ហើយបងប្អូនទាំងគ្នាត្រូវដឹងថាដោយសារអីយើងធ្វើការបង្ហាញតាក់ទងជាមួយនឹងកម្មវិធីរកលុយឲ្យបានទៀតទេនៅក្នុងពេលបច្ចុប្បន្ននេះបងប្អូនជាអូខេអញ្ចឹងបងប្អូនទាំងគ្នាកុំភ្លេចជួយចុច like subscribe នៅវីដេអូមួយនេះផងបើសិនជាបងប្អូនទាំងគ្នាចង់បានវីដេអូថ្មីដែលខ្ញុំនិយាយតាក់ទងជាមួយនឹងអ្វីមួយដែលថ្មីសម្រាប់បងប្អូនទាំងគ្នាទៀតអូខេអញ្ចឹងកុំភ្លេច subscribe channel របស់ខ្ញុំទាំងអស់គ្នាបងប្អូនបាយបាយ